ការទូទាយនេះគឺជាការទូទាយទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេឬសិឆ្នាំឆ្លូវសម្រាប់ខែមេសាឆ្នាំឆ្លូវជាអ្នកធ្វើការមួយចំនួនខែថ្មីនេះអ្នកអាចនឹងលំបាកផ្លូវកាយនិងផ្លូវចិត្តច្រើនហើយក៏នឹងជួបរឿងអយុត្តិធម៌មួយចំនួនក៏ត្រូវការអ្នកសម្រួលផ្លូវចិត្តឲ្យត្រជាក់ឲ្យបានច្រើនព្រោះឆ្នាំឆ្លូវមួយចំនួនមិនចេះឆ្លោះជាមួយគេមិនពូកែសម្ដីមិនពូកែដោះសារមិនគួរណានាំរឿងដាក់ខ្លួនមិនគួរណាប្រឡាក់មាត់ជាមួយនឹងមនុស្សអន់ចរិតនោះទេគេមានកម្មគេមានពេលវេលាគេបាបមកដល់ថ្ងៃអាសាក៏មកដល់ដូចគ្នាពេលនោះគេធ្វើអ្វីក៏ខុសគេគិតអ្វីក៏មិនត្រូវទឹកមាត់ធ្លាប់តែប្រៃនិយាយអ្វីក៏គេលែងស្ដាប់លែងមានរសជាតិនិយាយកាន់តែខ្លាំងកាន់តែមានបញ្ហាគេនឹងស្គាល់រសជាតិនៃការលំបាកដែលអ្នកជួបប្រទះហើយនៅពេលនោះវាក៏ដល់ពេលវេលាដែលអ្នកជួបរឿងល្អៗម្ដងបន្ទាប់ពីអ្នកអាចធ្វើចិត្តបានដូច្នេះធាតុអាក្រក់តាមឡងហុំព័ទ្ធវាសនារបស់អ្នកនឹងរលាយនឹងចាក់ចេញពីអ្នកទោះយ៉ាងណាអ្នកគួរតែធ្វើបុណ្យដល់ម្ចាស់បំណុលកម្មដើម្បីឲ្យរឿងល្អកើតមានបានច្រើននៅក្នុងជីវិតរបស់អ្នកឆ្នាំឆ្លូវខ្លះទៀតទ្រាំអត់ធ្មត់អត់ទ្រាំតស៊ូលំបាកមួយរយៈសិនទៅពេលវេលាល្អចូលមកដល់ពេលណាគេនឹងដឹងថាការចាក់ចេញរបស់អ្នកគឺជាការខាត់បងរបស់គេតែត្រូវធ្វើអ្វីប្រកបដោយភាពហ្មត់ចត់ហើយប្រសិនបើអ្នកជាមនុស្សពូកែភ័យខ្លាចគួរតែចងចាំថាមនុស្សឆ្លាតចេះរើទំនុំសេះល្អចេះរើម្ចាស់ល្អទើបយល់អំពីកម្លាំងនិងសមត្ថភាពរបស់សេះហើយម្ចាស់ល្អមានទេពកោសល្យពិសេសអាចធ្វើឲ្យសេះបញ្ចេញសមត្ថភាពខ្លាំងពូកែពិតប្រាកដដែលមាននៅខាងក្នុងខែនេះមានរឿងខ្លះនឹងធ្វើឲ្យអ្នកខកចិត្តខ្លះតែកុំបារម្ភកុំភ័យខ្លាចខ្លាំងពេកពេលវេលារៀបសំណាងមិនយូរនោះទេនឹងចូលមករកអ្នកឲ្យតែអ្នកចេះរែកពុនចេះថ្លឹងថ្លែងឲ្យបានល្អឲ្យបានស្មើភាពរវាងគ្រួសារនិងរឿងផ្ទាល់ខ្លួនយ៉ាងណាក៏ដោយបន្ទាប់ពីបញ្ហារលាយអស់អ្នកគួរតែប្រឡែងត្រីឬក៏សត្វដែលជាប់អន្ទាក់នៅពេលដែលអ្នកឃើញនៅតាមដងផ្លូវនៃការធ្វើដំណើររបស់អ្នកនោះជីវិតរបស់អ្នកនឹងជួបតែភាពរីករាយសុខសប្បាយឆ្នាំឆ្លូវមួយចំនួនតូចអ្វីត្បិតតែជីវិតរបស់អ្នកពីមុនអត់នឿយច្រើនតែខែនេះអ្នកនឹងធូរស្រាលបន្តិចម្ដងហើយអំពើល្អដែលអ្នកធ្លាប់បានធ្វើនឹងជួយអ្នកឲ្យល្អប្រសើរត្រឡប់មកវិញប៉ុន្តែអ្នកត្រូវចេះរៀងចាលចំពោះរឿងអាក្រក់ដែលអ្នកធ្លាប់បានជួបប្រទះក៏មិនត្រូវធ្វើជាមនុស្សងាយឲ្យគេជាន់និងធ្វើជាមនុស្សត្រជាក់សនោះទេបើអ្នកចង់ឲ្យជីវិតនេះល្អប្រសើររហូតគួរតែធ្វើជាមនុស្សដែលចេះថ្លឹងថ្លែងនិងចេះសម្លឹងមើលឲ្យបានឆ្ងាយទើបអ្នកអាចឡើងដល់ទីខ្ពស់ជាងនេះឆ្នាំឆ្លូវជាអ្នករស់ស៊ីមួយចំនួនខែថ្មីអ្នកគួរតែធ្វើអ្វីថ្មីកុំនៅសុញនឹងរឿងអត់បានការឬក៏រឿងអត់ប្រយោជន៍ច្រើនពេកទើបជីវិតរបស់អ្នកនឹងមិននៅត្រឹងមួយកន្លែងគ្រប់យ៉ាងជាប់គាំងគ្មានច្រកចេញនិងមិនមានបញ្ហារញ៉េរញ៉ៃធ្វើឲ្យអ្នកឈឺក្បាលច្រើនវាល្មមដល់ពេលដែលអ្នកយល់ពីរបៀបរស់នៅនិងរបៀបនៃការដឹកនាំរបរឬក៏មនុស្សហើយមុននឹងធ្វើអ្វីមួយអ្នកគួរតែចេះរក្សាការសម្ងាត់ខ្លះកុំមាត់ច្រើនពេកវានឹងនាំរឿងយ៉ាងណាក៏ដោយការរស់ស៊ីរបស់អ្នកនឹងមានរឿងល្អៗចូលមកបណ្ដានិងចាប់ផ្ដើមលក់ដាច់ជាបន្តបន្ទាប់តិចតួចសរុបចុងខែក៏នៅសល់បានខ្លះខែនេះពេលខ្លះចូលប្រុងប្រយ័ត្នចំពោះសុខភាពឲ្យបានច្រើនទាំងការគេងទាំងការញ៉ាំសូមញ៉ាំឲ្យទៀងនិងញ៉ាំទឹកឲ្យបានមកសមស្របប្រសិនបើអ្នកមិនចង់ឲ្យខ្លួនរបស់អ្នកមានជំងឺភ្លេចច្រើនគេងមិនទៅលក់បើអ្នកគេងស្រួលវានឹងជួយដល់ការគេងរបស់អ្នកឲ្យបានស្ងប់និងពេញភ្នែកទោះបីជាអ្នកគេងបានតិចតួចក្នុងមួយយប់ក៏ដោយឆ្នាំឆ្លូវខ្លះទៀតរឿងខ្លះងាយយល់នោះទេតែអ្នកចូលចិត្តបង្កើតវាឲ្យទៅជាលំបាកនិងទៅជាធ្វើបាបខ្លួនឯងភាពទន់ខ្សោយខាងអារម្មណ៍របស់អ្នកមិនបាននាំរឿងល្អចូលមកក្នុងជីវិតរបស់អ្នកនោះទេវានាំត្រឹមតែបញ្ហាជំទឺនាំតែរឿងបោកប្រាស់ធ្វើឲ្យជីវិតរបស់អ្នកលិចលុកមិនងាយស្រោចស្រង់បានមិនងាយងើបឡើងវិញហើយទាំងមុខរបរនិងក្រុមគ្រួសាររបស់អ្នកមានរឿងមិនចេះចប់ព្រោះតែអ្នកជួយមនុស្សខកកាន់ជើងមនុស្សមិនល្អជ្រុលពេកចាំថាប្រសិនបើអ្នកនៅតែបន្តកាន់ចិត្តក្តៅកាន់គំនិតអាត្មានិយមនិងមិនស្ដាប់នរណានោះរបររបស់អ្នកនឹងមិនងាយដើរទៅមុខនោះទេតែបើទោះបីជាដើរទៅមុខឬក៏រកចំណូលបានខ្លះក៏វានៅមិនបានយូរដូចគ្នាទើបខែនេះអ្នកត្រូវជួបបញ្ហាលំបាកជាច្រើនទាំងរបរនិងរឿងគ្រួសាររបររកបានតិចហើយត្រូវចាញ់បោកគេអស់ទៀតចំណែកឯបញ្ហាខ្វែងគំនិតគ្នាក្នុងរឿងគ្រួសារទោះប្រឹងប្រែងដោះស្រាយក៏មិនអាចដោះស្រាយឬក៏ស្រោចស្រង់ឲ្យត្រឡប់មកជាល្អនឹងគ្នាបាននោះទេព្រោះតែអ្នកគិតតែពីរឿងខាងក្រៅគិតតែពីរឿងរ៉ាក់ដតីទាំងដែលគ្រួសាររបស់ខ្លួនឯងកំពុងតែមានភាពរញ៉េរញ៉ៃឆ្នាំឆ្លូវមួយចំនួនទៀតពេលដែលរបររបស់ខ្លួនចាប់ផ្ដើមកើនឡើងតែបែរជាបរាជ័យលើរឿងគ្រួសារដោយខ្លួនឯងត្រូវបែកបាក់បញ្ហាគ្រប់យ៉ាងលែងមានផ្លូវដោះស្រាយឆ្នាំឆ្លូវមួយចំនួនតូចពេលនេះជីវិតបានល្អប្រសើរឡើងវិញរបររស់ទីក៏មានកំណើនបន្តិចម្ដងឯមួយចំនួនទៀតរបរមានដំណើរជួបលៀបផ្ទួនដោយសារតែអ្នកជាមនុស្សវ័យឆ្លាតធ្វើការគ្រប់យ៉ាងដោយមិនចេះហត់នឿយបែបនេះហើយធ្វើឲ្យគ្រប់គ្នាអាណិតនិងប្រឹងប្រែងជួយអ្នកអស់ពីចិត្តម្យ៉ាងអ្នកជាមនុស្សដែលមានទឹកចិត្តល្អទៀតកាន់តែធ្វើឲ្យកូនចៅឬក៏អ្នកគ្រប់គ្នានៅក្បែរអ្នកស្រឡាញ់រាប់អានទុកដូចជាបងប្អូនប៉ុន្តែគួរតែប្រុងប្រយ័ត្នចំពោះមនុស្សដែលរាប់ដើម្បីប្រយោជន៍ផងចំពោះឆ្នាំឆ្លូវមានគូមួយចំនួនពេលនេះជីវិតជួបបញ្ហាជាច្រើនដែលត្រូវដោះស្រាយ
មានទាំងរឿងខ្លួនឯងនិងដៃគូរឿង100,000ធ្លាក់លើអ្នកដោះស្រាយទាំងអស់ហើយគូជីវិតដែលអ្នកជ្រើសរើសក៏មិនអាចជួយអ្វីបានត្រឹមតែស្ដីបន្ទោសខែនេះអ្នកទាំងពីរមានរឿងថ្នាក់នឹងគ្នាមិនចេះចោលព្រោះតែម្នាក់ជាមនុស្សរឹងរូសមិនស្ដាប់ហេតុផលណាហើយគ្រួសារក៏មិនលុកដៃដោយសារតែមុននឹងចាប់ដៃគ្នាកសាងគ្រួសារគ្រប់គ្នាបានប្រមានអ្នករួចមកហើយតែអ្នកនៅតែម្នាក់ជីវិតរបស់អ្នកពេលនេះទៅមុខមិនរួចបកក្រោយក៏មិនកើតមានតែដើរទៅតាមព្រំលិខិតរែកពុនហត់នឿយតែម្នាក់ឯងគ្មានអ្នកជួយលើកទឹកចិត្តមានតែអ្នកចាំស្ដីបន្ទោសហើយជីវិតគូរបស់អ្នកពេលនេះកំពុងតែជាប់គាំងគ្មានផ្លូវដោះស្រាយគ្រប់ពេលជួបមុខគ្នាមានតែអារម្មណ៍មិនល្អមានតែមាត់ធំមាត់តូចដាក់គ្នាយ៉ាងណាក៏ដោយប្រសិនបើអាចគួរតែធ្វើបន់ដល់ម្ចាស់បំណុលកម្មឬក៏ប្រឡែងត្រីជាត្រីដែលគេលក់នៅតាមទីផ្សារនោះជីវិតរបស់អ្នកនឹងល្អប្រសើរខ្លះគូឆ្នាំឆ្លូវមួយចំនួនទៀតចូលដល់ដើមខែជួបបញ្ហាខាត់បងផ្ទួនព្រោះតែអ្នកទាំងពីរមានគំនិតស្របគ្នាគ្រប់ពេលចេះតែស្របមិនចេះវិភាគឲ្យបានលម្អិតពីអង្គហេតុសពគ្រប់បែបយ៉ាងព្រោះតែអ្នកទាំងពីរជាមនុស្សចូលចិត្តភាពងាយស្រួលចូលចិត្តគេចវេះពីបញ្ហាគ្មានបទពិសោធន៍ដោះស្រាយរឿងជីវិតបើសិនជាអាចខែនេះអ្នកទាំងពីរគួរតែស្វែងរកតាមពោស័ក្តិសិទ្ធិណាមួយដើម្បីជ្រួចបន្សាបឥទ្ធិពលអាក្រក់នោះបញ្ហាខែនេះមានតិចតួចឬក៏មិនមានតែម្ដងហើយចំនួនផ្ទៃក្នុងគ្រួសារក៏មិនសូវមានផងដែរចំណែកឯឆ្នាំឆ្លូវមានគូមួយចំនួនតូចពេលនេះអ្នកទាំងពីរចាប់ផ្ដើមល្អនឹងគ្នានិយាយត្រូវគ្នាដាប់គ្នាច្រើនជាងមុនបន្ទាប់ពីប៉ះសម្ដីគ្នាច្រើនគួរសមចុងក្រោយអ្នកទាំងពីរអាចរកផ្លូវកណ្ដាលមួយដើម្បីដើររួមគ្នាហើយចាប់ពីពាក់កណ្ដាលខែនេះទៅនឹងជួបរឿងល្អៗច្រើនរហូតដល់ដើមខែឧសភាសម្រាប់ឆ្នាំឆ្លូវនៅលើមួយចំនួនដោយសារតែមិនរៀងចាក្នុងរឿងស្នេហាទើបធ្វើឲ្យអ្នកដើរខុសម្ដងជាពីរដងស្នេហាដែលអ្នកជ្រើសរើសមិនធ្លាប់បានដូចបំណងនោះទេពេលខ្លះគ្រួសារមិនពេញចិត្តក៏នៅតែប្រឹងប្រែងស្រឡាញ់គ្នាសន្យាមិនទៅចោលគ្នាតែចុងក្រោយនៅតែមិនអាចចុះសម្រុងនឹងគ្នាព្រោះតែស្នេហាមួយនេះល្អបានតែគ្រាដំបូងពេលខ្លះអ្នកជ្រើសរើសគូតាមគំនិតគ្រួសារតែក៏នៅតែមិនបានល្អដោយការស្មានរឿងអាក្រក់គ្រប់យ៉ាងនៅតែកើតមានអ្នកធ្លាប់គិតដែរថារឿងមួយជីវិតរបស់អ្នកព្រមលិខិតតម្រូវឲ្យរស់នៅម្នាក់ឯងស្រឡាញ់អស់ពីបេះដូងតែគេនៅតែមិនអាចតស៊ូបង្កើតគ្រួសាររួមគ្នាជាមួយអ្នកបានអ្នកគិតម្ដងហើយម្ដងទៀតគ្រប់ចំណុចរាល់ពេលដែលអ្នកនៅម្នាក់ឯងអំពីការបែកបាក់ស្នេហារបស់អ្នកឬក៏បញ្ហាដែលនាំឲ្យបែកបាក់ក្នុងរឿងស្នេហារបស់អ្នកម្ដងជាពីរដងដោយសារតែចរិតរបស់ខ្លួនឯងឬក៏យ៉ាងណាឬព្រោះតែពេលខ្លះអ្នកល្អពេកពេលខ្លះអ្នកប្រច័ណ្ឌហួងហែងខ្លាំងពេកស្រឡាញ់គេអស់ពីចិត្តជ្រុលហួសហេតុពេកឲ្យគេដឹងចិត្តឆាប់បើកកកាយរឿងនៅក្នុងជីវិតរបស់អ្នកឲ្យគេដឹងច្រើនពេកឆាកជីវិតរបស់អ្នកមានតែភាពខ្មៅងងឹតមានតែរឿងមិនសមប្រកបមិនមែនដោយសារតែអ្នកក៏មិនមែនដោយសារតែគេវាបណ្ដាលមកពីបណ្ដាសាស្នេហាពីអតីតជាតិដែលអ្នកធ្លាប់បំបែកគូគេព្រោះតែភ្លើងប្រច័ណ្ឌធ្វើឲ្យអ្នកដុតសម្លាប់គ្រួសាររបស់គេទើបគេតាមមកសងសឹកទាំងជីវិតរស់នៅនិងជីវិតរស់រកក៏ដូចជាជីវិតស្នេហាអ្នកមិនធ្លាប់ជួបមនុស្សដែលស្មោះត្រង់ជួបតែមនុស្សបោកប្រាស់ជួបតែមនុស្សក្រពើព្រោះតែអ្នកជាមនុស្សត្រង់មាត់អាក្រក់តែចិត្តល្អពេករហូតដល់គេធ្វើអាក្រក់ពីក្រោយខ្នងរបស់អ្នកប៉ុណ្ណាក៏អ្នកនៅតែធ្វើកោធ្វើថ្លង់ចាំថាភាពជូរចត់ក្នុងរឿងស្នេហារបស់អ្នកគួរតែបញ្ចប់បន្ទាប់ពីអ្នកជ្រោយទឹកលើដើមពោធិ៍ស័ក្តិសិទ្ធិណាមួយសុំឲ្យហោសកម្មលើផលចម្ពាក់ម្ដងហើយម្ដងទៀតទើបអ្នកមិនជួបរឿងឈឺចាប់មិនជួបគូដែលមានចរិតជាក្រពើគូដែលទុកអ្នកជាល្បែងចំណែកឯឆ្នាំឆ្លូវខ្លះទៀតនៅម្នាក់ឯងល្អបំផុតព្រោះតែអ្នកមិនធ្លាប់យល់មិនធ្លាប់យកអារម្មណ៍ចង់ដឹងចង់ឮពីរបៀបរក្សាមើលថែគេអ្នកចិត្តល្អខ្លាំងពេកចែកបេះដូងជា2ជា3ឲ្យអ្នកផ្សេងគ្នាចាំថាបើអ្នកនៅតែធ្វើបែបនេះថ្ងៃណាមួយផលកម្មនឹងធ្លាក់មកលើអ្នកឬក៏បើមិនធ្លាក់លើអ្នកក៏នឹងធ្លាក់លើមនុស្សដែលអ្នកស្រឡាញ់បំផុតសូមជូនពរឆ្នាំឆ្លូវឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ